mấy cái bộ ai từng óc này mình hạt bị chia cuốn bị bay ngày muốn nơi cả lại được bao nhiêu miền hai cạn lớn từ bàn mình hiện hạt to rồi tiến sao chứ bóng hai đây thử này skim cũng rất này skim chào cho vậy chào cho bộ ai chẳng nàyแต่พวกไอ้เจ้านะบางทีเห็นนอนยังมันตีกันไรนี่ฉับปราบเรียมเอาไว้กิทาเกนั่งเชื่อมหาเสนาจำนวนสไลด์มิ้งไปออกไม่จ้าเปิดดังๆไปออกไม่จ้าไม่ก่อนฉับรถจึงกงจบเรียมเต้าตุยมากลมซ่อมแต่สลับฉับเวลาบ้านไว้គេពិតជាមហាសេនាមែនលបងលើគេថាលបងឯងចាញ់កំពូលអ្នកលបៃនៅហុងកុងមែនទេលបងព្រោះតែហេតុនេះហើយបានជាបងមករកបងអូនទាំងអស់គ្នាហ្នឹងអញ្ចឹងវានឹងពិតជាប្រកែមែនដោយហេតុនេះហើយទើបបានបងមកសុំឲ្យបងអូនឯងទាំងអស់គ្នារួមដៃជាមួយបងដើម្បីសងសឹកតែអាកំពូលលបៃនេះក៏វាមានគ្នាច្រើនដែរទោះបីវាមានគ្នាច្រើនយ៉ាងណាក៏ដោយចុះយើងទាំងអស់មាន5នាក់ដែរយើងមានលទ្ធភាពគ្រប់គ្រាន់ដើម្បីកម្ចាត់វាចោលឲ្យទាល់តែបានដាច់ខាតយើងរួមដៃគ្នាកំទេចអាអ្នកកំពូលលបៃឲ្យទាល់តែបានដាច់ខាតលោកពូចំរយគេកំពុងតែរងចាំឯនៅខាងក្រៅនោះឲ្យលឿនឡើងឆាប់បាត់ទ្វារໄວណាបាត់ទ្វារធ្វើអីអូយអីរួចហើយលោកពូរួចហើយកុំគិតទៅពីរឿងស៊ីពេកឥឡូវនេះឯងមានឋានៈជាកំពូលអ្នកលបែងហើយគេកំពុងតែរងចាំឯនៅខាងក្រៅអូយចុះខ្ញុំលាក់ខ្លួនកន្លែងនេះមិនបានកុំគិតពីរឿងលាក់ខ្លួនណាជក់ស៊ីកានេះទៅឲ្យវាសមជាកំពូលអ្នកលបែងហើយចេញទៅក្រៅព្រាមមកទៅប្រៃនេះនាងបានពីណាមកចាប់ប៉ាខ្ញុំឲ្យសួស្ដីអ្នកកាសែតនិងបងប្អូនជិតខាងជាទីគោរពឥឡូវនេះខ្ញុំសូមណែនាំឲ្យស្គាល់ម្នាក់នេះគឺជាដៃគូរបស់ខ្ញុំលេងល្បែងមិនដែលចាញ់នរណាម្ដងឡើយគេជាកូនសិស្សរបស់កំពូលអ្នកល្បែងដែលមានឈ្មោះស៊ីងអាចារ្យមែនកាលដែលខ្ញុំនៅជាមួយលោកគ្រូបាននិយាយប្រាប់ថាបើនិយាយជាមួយគេឯងត្រូវចេះគួរសមផងអ្នកទាំងអស់គ្នាខ្ញុំទូថ្ងៃនេះខ្ញុំសប្បាយចិត្តណាស់ដែលបានជួបនឹងបងប្អូនទាំងអស់គ្នាអរគុណជារៀងរាល់ព្រឹកក្រោយពេលខ្ញុំស្រស់ស្រូបអាហារជាមួយលោកគ្រូនឹងរៀនវិជ្ជាលេងល្បែងមិនចេះចាញ់គេរួចហើយខ្ញុំបានរៀនវិជ្ជាពិសេសមួយទៀតគឺជាវិជ្ជាអស្ចារ្យមួយគឺជាវិជ្ជាមួយដែលមិនអាចចាញ់គេសូម្បីតែមច្ចុរាជមករារាំងក៏មិនអាចចាញ់គេបានដែរសូម្បីតែយមរាជរារាំងក៏នៅតែឈ្នះគេរហូតណែសាកឲ្យបងប្អូនយើងមើលភ្លាមតែខ្ញុំរើសដៃគូមិនទាន់បានខ្ញុំនឹងតម្រង់ទៅដៃគូអញ្ចឹងក៏បានដែរគួយហើយណែសាប់បៀបងប្អូនមើលភ្លាមដែរបាទយ៉ាងម៉េចកាពះលពូឯងស្រួលកាពះខ្ញុំមិនស្រួលមែនបើចឹងនៅទៅណាហើយយ៉ាងម៉េចទៅប្រដាប់វាមិនស្រួលប្រដាប់អីទៅគឺបំពង់ខ្យល់នៅកន្លែងណានៅកន្លែងនេះប្រមាត់ក៏ដូចជាមិនសូវស្រួលត្រូវរៀបចំធ្វើអីក្រែងចង់រៀនវិជ្ជាគុណមានរៀនវិជ្ជាគុណណាក្រែងថារៀនវិជ្ជាលេងល្បែងមិនចេះចាញ់គេហើយមិនគេធ្វើអញ្ចឹងទៅវិញក្រៅពីវិជ្ជាហ្នឹងគេត្រូវចេះវិជ្ជាអីផ្សេងគ្រប់មុខទៀតទៅបានអ្នកទាំងអស់គ្នាឃើញស្រាប់ហើយកំពូលអ្នកល្បែងគេមិនចូលចិត្តលេងអ្វីផ្ដេសផ្ដាស់គេមិនចូលចិត្តចង់ស្រីពេលគេអង្គុយគេចូលចិត្តតែស្ទាបបាតជើងលេងសូមអ្នកទាំងអស់គ្នាអញ្ជើញថតទុកជាអនុស្សាវរីយ៍ចាស់ព្រោះថារូបនេះកម្រនឹងរកបានណាជប់សិនក្រែងឯងថាទៅរៀនអស់6ខែរៀនវិជ្ជាលេងល្បែងមិនចេះចាញ់គេហើយនិយាយពីរឿងអេសបាតជើងឯណាទៅវិញវិជ្ជាហ្នឹងចាំស្ដាប់អញ្ចឹងជារៀងរាល់ជប់នៅវេលាម៉ោង8ខ្ញុំតែងដើរនៅពីក្រោយសួនច្បាររបស់កំពូលអ្នកល្បែងបាទអីចាលពូយ៉ាម៉េចខ្ញុំឃ្លានបាយតែទៅស៊ីបាច់លពូមន់ចំហុយខ្ញុំនៅណាលពូមន់ចំហុយអីមិនក៏ឯងមកស្ទាបបាតជើងឲ្យចេញមន់ចំហុយទៅបានធ្វើមីស៊ីគ្រាន់បើហើយមីចំហុយក៏បានដែរតែសុំថែមសាច់លពូថ្ងៃនេះថ្ងៃបុណ្យកំណើតខ្ញុំមែនទេបើមិនមែនមិនក៏ដាក់សាច់ជ្រូកឲ្យខ្ញុំច្រើនម៉េចយើងបែកគ្នាយូរហើយដាក់អាវុធធំឲ្យឯងតិចទៅចុះយ៉ាងម៉េចសាច់ជ្រូកនេះខ្ញុំស៊ី5ពេលក៏មិនអស់ផងលពូវាច្រើនពេកអីអត់ទេល្មមស៊ីដល់
ថ្ងៃនេះយើងមានកិត្តិយសនឹងអញ្ជើញអស់លោកអ្នកជួបនឹងលោកតឹងតាមរយៈទូរទស្សន៍ដូចតទៅនេះអូគេនិយាយអំពីភាពយន្តនៅសៀងហៃមានឆ្នេរខ្សាច់ច្រើនណាពិតមែនហើយខ្ញុំដូចជាចូលចិត្តមនុស្សឈ្មោះតឹងនឹងដល់ហើយឈ្មោះតឹងនឹងជាណាដែរទៅអីនេះចំជាមិនដឹងអីមែនកាលពីមុននៅសៀងហៃមានមនុស្សម្នាក់ឈ្មោះតឹងហើយគេរាប់អានប៉ាឯងណាធ្លាប់ទាំងធ្វើចំនួនជាមួយគ្នាទៀតផងពិតមែនណាពិតមែនអញ្ចឹងប៉ាខ្ញុំឈ្មោះអីទៅឈ្មោះចៅតាហ្វូឈ្មោះចៅតាហ្វូមិនក៏លពូមប្រាប់ខ្ញុំពីមុនមកអញ្ចឹងហាងមាសចៅតាហ្វូជារបស់ប៉ាខ្ញុំមែនទេមិនមែនទេប៉ារបស់ឯងនៅសៀងហៃរកស៊ីលក់នំប៉ាវតាមានហាងមាសអីណាចំជាភ្លើមែនហ្មងអញ្ចឹងមិនក៏ហាងមាសនោះគេដាក់ឈ្មោះថាចៅតាហ្វូដែរចុះអញដឹងឯអញអូយចុះរូបរាងរបស់ប៉ាខ្ញុំរូបរាងរបស់ប៉ាឯងកាលពីក្មេងសង្ហាអស់ចានណាពិតមែនពិតមែនទេបើឯងជឿមើលរូបថតនេះទៅនេះហើយចៅតាហ្វូហើយនេះគឺជាប្រពន្ធរបស់គាត់មិនសង្ហាទេនឹងរូបគាត់មែនណាខ្ញុំដូចមិនជឿថ្ងៃក្រោយទៅឯងដូចរូបនឹងអញ្ចឹងខ្ញុំមិនជឿទេអញក៏មិនជឿដែរតែឥឡូវអញជឿឯងមើលសភៅអាភាផងមិនមែនទេអញ្ចឹងជាសភៅអីទៅរូបម្នាក់នេះគឺជាកម្ពូលអ្នកលបែងនៅប្រទេសបារាំងហើយគេធ្លាប់មកសៀងហៃនេះម្ដងដែរណាឯងនិយាយមែនណាខ្ញុំនិយាយមែនតាហើយក្រៅពីវិជាលបែងក៏ចេះវិជាចម្លែកទៀតគាត់ដែលចាញ់គេទេអត់ដែលចាញ់សោះណាក្នុងសភៅនេះនិយាយបញ្ជាក់ថាក្នុងមួយជីវិតគាត់នេះលេងលបែងមិនចេះចាញ់ទេតែគាត់ចាញ់មនុស្សម្នាក់ឈ្មោះវូសាអ៊ូជាណាចេះដូចមិនដែលឮណោះហៅឡូបងទី5ថាម៉េចលោកគ្រូមានផ្ញើអីវ៉ាន់មកឲ្យខ្ញុំបានចាំខ្ញុំទៅទទួលបងភាសាបាយអ្វីដែលលោកតាទុកសម្រាប់យើងនឹងផ្ដល់ឲ្យឯងទាំងអស់ការតស៊ូទាំងប្រមាណជាគំរូល្អដល់ឯងហើយឯងត្រូវតែធ្វើតាមយើងទៅវាបានល្អហើយណាលពូមិនបាញ់និយាយអួតច្រើនពេកទេប្រទេសផ្ដាស់មែនលោកពូខ្ញុំដូចជាមានអារម្មណ៍ថានៅពេលបន្តិចទៀតនេះយើងនឹងជួបប្រទេសរបស់អ្វីមួយដែលយើងមិនធ្លាប់ជួបប្រទេសពីដើមមកណាលោកពូរបស់ស្អីខ្ញុំមិនដឹងដែរលោកពូចូលរួមទេស្អែកតែឯងតាបើលោកពូចូលធ្វើម៉េចខ្ញុំហ៊ានបដិសេធឯគ្រាន់បើមែនវ៉ៃមនុស្សយើងមានរឿងច្រើនគួរឲ្យឆ្ងល់មែនរឿងអីលោកតាជាមនុស្សអៀនខ្មាស់ណាស់មែនទេហុយលោកពូឯងមិនក៏មិនចេះអៀនខ្មាស់សោះយ៉ាងព្រោះយ៉ាងម៉េចអញអៀនខ្មាស់ជារឿងរបស់អញទៅឯងឆ្ងល់ហើយខ្ញុំឆ្ងល់ថាលោកតាគាត់ជាមនុស្សអៀនខ្មាស់ខ្លាចស្រីណាហេតុអីបានជាគាត់ចង់លោកយាយមិនធ្វើជាប្រពន្ធបានរឿងហ្នឹងមកពីមានមនុស្សចង្រៃម្នាក់ចេះតែនាំគាត់មនុស្សចង្រៃណែឯងមានមើលឃើញអីខ្ញុំមើលអត់ឃើញអីទេហើយលោកពូឯងមើលឃើញអីហើយលោកពូអត់ឃើញអីដែរលោកពូឯងចូលលយោណាធ្វើអញ្ចឹងមិនកើតស្រីដល់តែ5នាក់ប្រើម្នាក់ឯងវាមិនអស់ទេខ្ញុំបាននិយាយរួចហើយថាច្បាស់ជាមានរឿងដែលមិនធ្លាប់មានកើតឡើងជាមិនខានទេពួកឯងធ្វើរបៀបនេះច្បាស់ជាស្រីអានឹងរត់អស់ជាមិនខានទេលោកពូវីវ៉អីនេះជាភាពស្មើសម័យទេលោកពូ